ក្រុមវិសុបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូថ្មីនេះដែរខ្ញុំចែកម្លែកបងប្អូនពីអាហារ5យ៉ាងដែលអាចជួយការពារពីជំងឺដាច់សរសៃឈាមខួរក្បាលបងប្អូនដឹងមកហើយថាជំងឺដាច់សរសៃឈាមខួរក្បាលត្រូវបានគេរាប់បញ្ចូលជាជំងឺដ៏កាចសាហាវមួយព្រោះវាអាចឆក់យកជីវិតរបស់មនុស្សត្រឹមតែមួយរំពេចទេចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកបងប្អូនឲ្យស្គាល់ពីអាហារ5យ៉ាងដែលបងប្អូនទទួលទានទៅវាអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលហ្នឹងណាបងប្អូនអញ្ចឹងមុននឹងខ្ញុំបង្ហាញសូមឲ្យបងប្អូនជួយចុច like subscribe និងសញ្ញារូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតតែខ្ញុំអាប់ឡូតលើកក្រោយណាបងប្អូននឹងទទួលបានមុនគេអញ្ចឹងអរគុណច្រើនបងប្អូនហើយទី1នោះគឺផ្លែក្រូចឆ្មាបងប្អូនចឹងបងប្អូនដឹងមកហើយថាផ្លែក្រូចឆ្មាវាមានផ្ទុកនៅវីតាមីន C ហើយក៏វាជាសារធាតុប្រឆាំងនឹងការរលាកក៏ដូចជាអាហារដែលអាចជួយកម្ចាត់នៅជាតិពុលនៅក្នុងរាងកាយរបស់យើងហើយការទទួលទានទឹកក្រូចឆ្មាក្តៅអ៊ុនមួយកែវជារៀងរាល់ព្រឹកវាអាចជួយកម្ចាត់នៅជាតិពុលនៅក្នុងរាងកាយរបស់យើងណាបង្កើននៅធន់បាទបង្កើននៅភាពធន់កាត់បន្ថយខ្លាញ់នៅក្នុងឈាមការពារបងប្អូនពីជំងឺដាច់សរសៃឈាមខួរក្បាលតែម្ដងហើយមួយទៀតគឺផ្លែក្រូចថ្លុងពាក់ព័ន្ធជាមួយនឹងផ្លែក្រូចថ្លុងគឺវាជាសមាសធាតុវាមាននៅក្នុងផ្លែក្រូចថ្លុងគឺណារីងហ្គានីននៅក្នុងផ្លែក្រូចថ្លុងហ្នឹងណាវាដើរតួយ៉ាងសំខាន់ដែលអាចជួយដុតបំផ្លាញនៅជាតិខ្លាញ់នៅក្នុងថ្លើមវាក៏ល្អសម្រាប់ការសម្រកទម្ងន់ផងដែរហើយក៏វាជួយរក្សានៅកម្រិតជាតិស្ករនៅក្នុងឈាមអញ្ចឹងវាល្អសម្រាប់បងប្អូនដែលមានបញ្ហាធាត់និងបញ្ហាសរសៃឈាមបេះដូងណាបាទហើយទី3គឺបន្លែផ្លូវកង្កែបពាក់ព័ន្ធជាមួយនឹងបន្លែផ្លូវកង្កែបនេះក្រៅពីមានជាតិសរសៃខ្ពស់ក៏គេឧស្សាហ៍យកវាមកកិនយកទៅជាទឹកផឹកហើយក៏វាអាចជួយកាត់បន្ថយខ្លាញ់នៅក្នុងឈាមហើយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមបានយ៉ាងល្អផងដែរហើយវាល្អសម្រាប់ការពារជំងឺលើសឈាមនិងការពារដាច់សរសៃឈាមខួរក្បាលនឹងផងដែរហើយមួយទៀតគឺទី4គឺដំឡូងជ្វាពាក់ព័ន្ធជាមួយនឹងដំឡូងជ្វាគឺជាអាហារដែលមានជាតិសរសៃគេប្រើប្រាស់វាច្រើនសម្រាប់សម្រកទម្ងន់តែយ៉ាងណាក៏ដោយក៏វាជួយការពារនៅការប្រមូលផ្ដុំបន្ទះសរសៃឈាមនិងការកកកុញនៃចរន្តឈាមពោលគឺពិតជាល្អដែលអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលហ្នឹងណាបងប្អូនបាទអញ្ចឹងវាជួយបញ្ហាបងប្អូនច្រើនពាក់ព័ន្ធជាមួយនឹងដំឡូងជ្វានេះហើយទី5បាទគឺតកួនគឺជាបន្លែដែលមានជាតិកាល់ស្យូមច្រើនវាមានសារធាតុប្រឆាំងអុកស៊ីតកម្មល្អសម្រាប់ការរក្សាសម្ពាធអូស្ម៉ូទិកនៃសរសៃឈាមហើយក៏វារក្សាសម្ពាធឈាមឲ្យបានថេរដូច្នេះហើយបងប្អូនដែលមានបញ្ហាជំងឺលើសឈាមឬក៏ជំងឺបេះដូងក៏បងប្អូនអាចបរិភោគទៅវាជួយអញ្ចឹងណាបងប្អូនជាពិសេសគឺជំងឺដាច់សរសៃឈាមខួរក្បាលតែម្ដងអញ្ចឹងណាបងប្អូនហើយបន្លែទាំង5មុខនេះគឺស្រួលរកទិញបងប្អូនហើយតម្លៃក៏វាថោកសមរម្យដែរនៅក្នុងទីផ្សារគឺសម្បូរហ្មងអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងទេបាទសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំបង្ហាញមកនេះហើយខ្វះខាតអីសូមអធិស្ឋានផងបងប្អូនបាទអញ្ចឹងអរគុណយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត